សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលចង់ចាប់ផ្ដើមចិញ្ចឹមត្រីក្រាញ់ហើយនិងបងប្អូនដែលកំពុងតែចិញ្ចឹមត្រីដំបងអឺនេះគឺជាសកម្មភាពដែលខ្ញុំបានធ្វើការលាងសម្អាតស្រះតង់របស់ខ្ញុំក្នុងរយៈពេល1អាទិត្យគឺខ្ញុំលាងសម្អាតម្ដងហើយក៏ឆ្លៀតថតនៅសកម្មភាពត្រីក៏ដូចជាលទ្ធផលដែលខ្ញុំបានចិញ្ចឹមក្នុងរយៈពេលកន្លងមកចំពោះការចិញ្ចឹមត្រីរបស់ខ្ញុំនេះគឺខ្ញុំចិញ្ចឹមដាក់កូនត្រី3ដងហើយបងប្អូននៅទាំងលើកនេះអានេះគឺវាមានរយៈពេល3ខែជាងដែលត្រីភាគច្រើនគឺវាមានទម្ងន់សមល្មមដែលទម្ងន់ត្រីក្នុងមួយក្បាលជាទូទៅយើងចិញ្ចឹមប៉ុណ្ណេះគឺវាមានទម្ងន់ចន្លោះពី3ខាំជាងទៅ4ខាំជាងហើយមានត្រីខ្លះអាចលោតទៅដល់5ខាំក៏មានដែរហ្នឹងហើយអានេះគឺទៅតាមប្រភេទកូនត្រីដែលយើងទិញយកមកមានកូនត្រីខ្លះក៏វាមានទំហំតូចអញ្ចឹងការលូតលាស់ធំធាត់របស់វាក៏វាទៅតាមហ្នឹងធម្មតាយើងទិញមកវាតែងតែមានលាយតូចខ្លះធំខ្លះហ្នឹងហើយអញ្ចឹងអាធំហ្នឹងគឺវាធំជាងគេទៅអាបន្ទាប់ហ្នឹងក៏វាធំតាមហ្នឹងទៀតហើយត្រីក្រាញ់នេះគឺនិយាយជារួមទៅវាអត់ពិបាកនៅក្នុងការចិញ្ចឹមដែលយើងព្រួយបារម្ភពីការធំធាត់របស់វាទេបងប្អូនប្រធានបទដែលចង់ចែកជូនបងប្អូននៅថ្ងៃនេះគឺពាក់ព័ន្ធជាមួយទៅនឹងបញ្ហាមួយចំនួនដែលធ្វើឲ្យអាងតង់របស់យើងឆាប់ស្អុយតាមពិតទៅការរៀបរាប់នេះក៏ខ្ញុំបានចេញនៅវីដេអូមុនហើយប៉ុន្តែដោយសារតែវាជាប់ជាមួយនឹងវីដេអូផ្សេងនៅថ្ងៃនេះខ្ញុំក៏ចេញនៅវីដេអូមួយនេះដាច់ដោយឡែកដើម្បីឲ្យបងប្អូនស្រួលរកពេលដែលដាក់ចំណងជើងទៅគឺបងប្អូនរកមកចំតែម្ដងហើយបញ្ហាដែលយើងជួបប្រទះចំពោះអ្នកដែលចិញ្ចឹមត្រីជួបប្រទះនោះគឺបញ្ហាទឹកឆាប់ស្អុយអានេះគឺជារឿងមួយដែលអ្នកណាក៏ជួបដែរមិនថាកសិដ្ឋានធំមិនថាដូចខ្ញុំចិញ្ចឹមត្រីជាលក្ខណៈគ្រួសារក៏ជាបញ្ហាដែលសំខាន់ដែរនឹងឲ្យយើងត្រូវដឹងពីឫសគល់របស់វាការសង្ខេបរបស់ខ្ញុំនេះគឺខ្ញុំផ្ដោតតែទៅលើបទពិសោធន៍ដែលខ្ញុំបានជួបប្រទះកន្លងមកហើយយើងក៏បានដកស្រង់វាចេញមកដើម្បីចែករំលែកទៅដល់បងប្អូនមួយចំនួនដែលចង់ដឹងហ្នឹងហើយអ្វីដែលខ្ញុំចង់លើកគឺមានបញ្ហាប្រមាណដែរហ្នឹងហើយដែលធ្វើឲ្យទឹកចិញ្ចឹមត្រីរបស់យើងឆាប់ស្អុយតែបញ្ហាដំបូងទី1នោះគឺការដាក់ចំណីរបស់យើងនេះឯងអញ្ចឹងការដាក់ចំណីដែលសល់ជាពិសេសគឺចំណីបាវចំណីស្រាច់ដែលយើងទិញពីផ្សារហ្នឹងគឺយើងដាក់ទៅវាសល់កត្តានេះហើយដែលធ្វើឲ្យទឹករបស់យើងក៏ឆាប់ស្អុយខ្លាំងដែរបងប្អូនអញ្ចឹងការដាក់ចំណីត្រីគឺយើងត្រូវតាមដានវាផងដែរមិនមែនដាក់ឲ្យយើងជះយកឲ្យចោលហើយយើងអត់បានតាមដានវានោះទេតែកាលណាត្រីដល់ពេលយើងដាក់ចំណីវាលើសលប់ពេកវាស៊ីលែងអស់នោះចំណីទាំងអស់នោះក៏វាបានលិចចូលទៅក្នុងបាតស្រះរបស់យើងហើយពេលដែលវាលិចចូលហើយគឺចំណីនេះវាឆាប់រលួយហ្នឹងហើយវាក្របយើងមើលទៅដូចរឹងមែនតែវាប៉ះមួយទឹកគឺវាឆាប់រលួយខ្លាំងអញ្ចឹងតែកាលណាវាទៅដល់បាតក្រោមវារលួយហើយវាធ្វើឲ្យទឹករបស់យើងនេះពេលបន្ទាប់ពីយើងផ្លាស់ប្ដូរក្នុងរយៈពេល2ទៅ3ថ្ងៃគឺស្អុយខ្មាស់តែម្ដងអានេះគឺជារឿងមួយដែលសំខាន់ហើយបញ្ហាមួយទៀតនោះគឺការលាងសម្អាតមិនបានស្អាតល្អអាហ្នឹងក៏ជាកត្តាសំខាន់មួយដែរដែលធ្វើឲ្យអាងតង់របស់យើងនឹងឆាប់ស្អុយមួយទៀតនោះគឺការដាំកាផ្លោកក៏ដូចជាដាំចកច្រើនពេកដែលធ្វើឲ្យកាផ្លោកឬក៏ចកហ្នឹងវាមានអាធាងរបស់វានឹងងាប់ហ្នឹងហើយរឿងហ្នឹងមួយទៀតកាកសំណល់ដែលត្រីវាជុះវាអីហើយវាមកទើជាមួយទៅនឹងកាផ្លោករបស់យើងនេះវាកទៅជាច្រើនទៅវាធ្វើឲ្យស្អុយខ្មាស់ខ្លាំងចេញតែម្ដងអញ្ចឹងបងប្អូនមើលមកស្រះរបស់ខ្ញុំនេះគាត់ថាចោះមិនបានដាំច្រើននៅក្នុងស្រះរបស់ខ្ញុំតាមពិតទៅខ្ញុំក៏ប្រមូលផលផ្កាវាពីកាផ្លោកហ្នឹងដែរបងប្អូនគឺខ្ញុំដឹងពីហេតុផលដែលធ្វើឲ្យវាស្អុយប៉ុន្តែដោយសារតែខ្ញុំអាសាផ្លាស់ប្ដូរទឹកឲ្យបានទៀងទាត់ហើយលាងឲ្យបានស្អាតគឺលទ្ធផលរបស់ខ្ញុំដែលធ្វើកន្លងមកគឺវាអាចកាត់បន្ថយនៅការឆាប់ស្អុយទឹកបានផងដែរជាពិសេសគឺការលាងសម្អាតឲ្យបានទៀងទាត់នឹងឯងហ្នឹងហើយអញ្ចឹងហើយបញ្ហាមួយទៀតគឺការដាក់ចំណីជាបាយលាយកតួដែលការដាក់របស់យើងគឺយើងបោះចូលទៅក្នុងស្រះតង់របស់យើងតែម្ដង
ដែលធ្វើឲ្យត្រីវាស៊ីអត់ទាន់នៅចំណុចនេះចំណីវានឹងធ្លាក់ទៅដល់បាតហ្នឹងហើយវាធ្លាក់ទៅដល់បាតស្រះតង់របស់យើងហើយវាក៏រលួយលាយជាមួយទៅនឹងល្បាប់ផុកនៅខាងក្រោមអាងតង់របស់យើងក៏វាធ្វើឲ្យមានកកច្រើនហើយក៏វាធ្វើឲ្យបញ្ហាទឹករបស់យើងក៏ឆាប់ស្អុយដែរអញ្ចឹងបញ្ហាសំខាន់ប្រមាណចំណុចនេះហើយដែលធ្វើឲ្យអាងតង់ចិញ្ចឹមត្រីរបស់យើងមានសភាពឆាប់ស្អុយជាទូទៅយើងផ្លាស់ប្ដូរទឹកក្នុងរយៈពេលមួយអាទិត្យម្ដងអាចថាថ្ងៃទី5ទី6បន្ទាប់ពីយើងផ្លាស់ប្ដូរទឹកគឺវាមានលក្ខណៈស្អុយរាងខ្លាំងប៉ុន្តែអ្វីដែលខ្ញុំបានរៀបរាប់បញ្ហាដែលខ្ញុំបានរៀបរាប់ខាងលើមុនហ្នឹងកាលណាយើងមិនបានមើលដិតដល់ដូចតែខ្ញុំបាននិយាយហ្នឹងអាចខ្ទង់ថា2មកគ្រាន់តែបដូរមួយថ្ងៃទៅ2ថ្ងៃឬក៏3ថ្ងៃវាចាប់ផ្ដើមស្អុយខ្លាំងខ្មោះតែម្ដងអញ្ចឹងដំណោះស្រាយចំពោះការដាក់ចំណីដូចតែខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងការដាក់ចំណីរបស់យើងឲ្យវាសមល្មមទៅនឹងចំនួនត្រីរបស់យើងបានន័យថាដាក់ធ្វើម៉េចឲ្យវាស៊ីអស់ហ្នឹងហើយវាស៊ីអស់ហើយគឺវាជួយនៅការកាត់បន្ថយនៅបញ្ហាទឹកនេះមួយទៀតយើងដាំចកឬក៏កផ្លោកនៅក្នុងកម្រិតមួយល្មមសមរម្យយើងមើលទៅយើងអាចថាដាក់មកត្រឹមត្រីរបស់យើងវាជ្រកនៅពេលដែលមានអាកាសធាតុក្តៅខ្លាំងបានហ្នឹងហើយអានេះគឺជារឿងមួយហើយចំពោះការដាក់បាយលាយកន្ទុកដូចគ្នាបងប្អូនគួរតែប្រើកញ្ច្រែងបើសិនជាបងប្អូនដាក់ចំណីប្រភេទហ្នឹងយើងប្រើជាកញ្ច្រែងអញ្ចឹងទៅយើងដាក់ដុំបាយនៅលើកញ្ច្រែងហ្នឹងដាក់ចោលទៅក្នុងទឹកទៅពេលណាដែលត្រីវាឃ្លានវាឡើងមកស៊ីហើយហ្នឹងហើយវាស៊ីទោះបីជាមានកាកសំណល់ខ្លះធ្លាក់ទៅដល់បាតស្រះក៏វាមិនខ្លាំងដូចដែលយើងបោះចូលដែរហ្នឹងហើយមួយទៀតដែលសំខាន់ដែរនោះគឺការលាងអាងតង់របស់យើងឲ្យបានទៀងទាត់ហើយលាងឲ្យបានស្អាតពេលដែលត្រីរបស់យើងចិញ្ចឹមចាប់ពី1ខែហើយគឺយើងចាប់ផ្ដើមធ្វើការលាងសម្អាតរបស់វាឲ្យវាជាប្រចាំហ្នឹងហើយធ្វើយ៉ាងណាក៏ដោយគឺយើងលាងឲ្យបាត់ក្លិនឲ្យបានស្អាតនោះទឹករបស់យើងអាចថាមួយសប្តាហ៍គឺបានវាមានលក្ខណៈស្អុយរាងខ្លាំងចំពោះវីដេអូដែលខ្ញុំចង់ចែករំលែកជូនបងប្អូននៅថ្ងៃនេះគឺជាបញ្ហានេះឯងហើយសង្ឃឹមថាបងប្អូនអាចស្ដាប់តន់ហើយនឹងអនុវត្តបើសិនជាបងប្អូនមានអីដែលថ្មីបងប្អូនអាច comment នៅក្រោមវីដេអូនេះបានសូមអរគុណសូមជម្រាបលា